តាលោកអ្នកដឹងទេថាបុគ្គលរូបណាដែលបានតាំងឡើងអគារតៃប៉េ101ដែលមានកម្ពស់រហូតដល់508ម៉ែត្រដោយគ្មានបំពាក់នូវឧបករណ៍សុវត្ថិភាពអ្វីសោះនៅចុងខែមករាឆ្នាំ2026កំឡុងពេលថ្មីនេះគឺជាប្រវត្តិរូបសង្ខេបរបស់លោក Alex Honnold ដែលចូលចិត្តកីឡាឡើងតង់ជញ្ជាំងហើយបានបំបីកំណត់ត្រាពិភពលោកជាច្រើនលោក Alex Honnold បានកើតនៅថ្ងៃទី17ខែសីហាឆ្នាំ1985នៅទីក្រុង Sacramento រដ្ឋ California សហរដ្ឋអាមេរិកហើយធំឡើងនៅក្នុងគ្រួសារដ៏សាមញ្ញមួយដែលផ្ដោតទៅលើការសិក្សានិងការរស់នៅប្រកបដោយឯករាជ្យភាពតាំងពីកុមារភាពមកគាត់ជាក្មេងដែលមានភាពអៀនព្រាមច្រើនហើយចូលចិត្តនៅឯកាតែមានការផ្ដោតអារម្មណ៍ខ្ពស់និងស្រឡាញ់ការគិតវិភាគនៅជំនាញផ្សេងៗហើយក្រោយមកបានជួយឲ្យគាត់អាចគ្រប់គ្រងអារម្មណ៍និងភាពភ័យខ្លាចបានយ៉ាងល្អឥតខ្ចោះនៅពេលដែលគាត់ឡើងជ្រលងភ្នំនានា Alex បានចាប់ផ្ដើមលេងកីឡាតង់ឡើងជញ្ជាំងថ្មនៅក្នុងក្លឹបហាត់កីឡាមួយតាំងពីគាត់មានអាយុ11ឆ្នាំមកម្លេះហើយបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការប្រើប្រាស់កម្លាំងការគិតដោះស្រាយបញ្ហានិងមានការប្រុងប្រយ័ត្នខ្ពស់ដែលកីឡាប្រភេទនេះតម្រូវឲ្យគាត់មានជីវិតដំបូងរបស់គាត់ពោរពេញទៅដោយវិន័យនិងភាពសាមញ្ញបន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យគាត់បានចូលរៀនផ្នែកវិស្វកម្មនៅឯសាកលវិទ្យាល័យ California Berkeley ប៉ុន្តែបានសម្រេចចិត្តបោះបង់ចោលការសិក្សាផ្លូវនេះដើម្បីបន្តអាជីពឡើងភ្នំទៅវិញដើម្បីសន្សំប្រាក់និងការស្នាក់នៅជិតតំបន់ឡើងភ្នំ Alex បានរស់នៅក្នុងរថយន្តរបស់ខ្លួនរយៈពេលជាច្រើនឆ្នាំដែលបង្ហាញពីការតស៊ូនិងការបដិញ្ញាចិត្តខ្ពស់ចំពោះក្តីស្រមៃរបស់គាត់អាជីពរបស់គាត់បានរីកចម្រើនបន្តិចម្ដងតាមរយៈការឡើងភ្នំដ៏លំបាកនិងការអត់ធ្មត់ខ្ពស់ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ល្បីល្បាញខ្លាំងគឺការឡើងភ្នំលក្ខណៈ free solo ដែលជាការតោងឡើងជញ្ជាំងថ្មខ្ពស់ដោយគ្មានខ្សែឬឧបករណ៍ការពារសុវត្ថិភាពផ្សេងនៅឆ្នាំ2017 Alex បានបំបីកំណត់ត្រាប្រវត្តិសាស្ត្រពិភពលោកមួយដោយតោងឡើងជញ្ជាំងថ្ម El Capitan ស្ថិតនៅក្នុងឧទ្យាន Yosemite ដែលមានកម្ពស់ប្រហែល2308ម៉ែត្រដោយគ្មានខ្សែសុវត្ថិភាពណាមួយឡើយហើយសកម្មភាពនេះត្រូវបានគេចាត់ទុកថាជាសមិទ្ធផលកីឡាដ៏អស្ចារ្យបំផុតរបស់មនុស្សជាតិការឡើងភ្នំនេះត្រូវបានថតជាភាពយន្តឯកសារ Free Solo ដែលឈ្នះពានរង្វាន់ Academy Award ដែលបង្ហាញអំពីសមត្ថភាពផ្លូវចិត្តការត្រៀមខ្លួនយ៉ាងហ្មត់ចត់និងការគ្រប់គ្រងហានិភ័យខ្ពស់របស់គាត់ទោះបីជាមនុស្សជាច្រើនយល់ថាគាត់ចូលចិត្តផ្សងនៅគ្រោះថ្នាក់ក៏ដោយក៏Alexមើលឃើញការឡើងភ្នំមានលក្ខណៈបែបវិទ្យាសាស្ត្រនិងមានវិន័យខ្ពស់មិនមែនជាការស្វែងរកភាពសប្បាយរីករាយនោះទេនៅពេលថ្មីនេះគឺនៅចុងខែមករាឆ្នាំ2026គាត់បានឡើងតោងអគារតៃប៉េ101ដែលមានកម្ពស់រហូតដល់508ម៉ែត្រដែលស្ថិតនៅចំកណ្ដាលទីក្រុងតៃប៉េប្រទេសតៃវ៉ាន់ដោយគ្មានខ្សែឬឧបករណ៍សុវត្ថិភាពដូចមុនដដែលហើយសកម្មភាពថ្មីមួយនេះក៏បានបំបីកំណត់ត្រាសាជាថ្មីមួយទៀតសម្រាប់គាត់ដែលពីមុនមកគ្មាននរណាអាចធ្វើបានឡើយសប្តាហ៍ថ្ងៃនេះ Alex បានផ្លាស់ប្ដូរទិសដៅទៅកាន់គម្រោងតោងឡើងភ្នំធំដែលមានខ្សែការបណ្ដុះបណ្ដាលអ្នកជំនាន់ថ្មីនិងការងារអភិរក្សបរិស្ថានតាមរយៈគម្រោងមួយឈ្មោះថា Honnold Foundationដែលគ្រប់គ្រងនៅធម្មពលឧស្ម័នសំខាន់នានានៅទូទាំងពិភពលោកជីវិតរបស់Alex Honnoldគឺជារឿងរ៉ាវនៃការចេះវិភាគអំពីហានិភ័យហ្មត់ចត់និងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងនិងការបណ្ដុះបណ្ដាលនៅសក្តានុពលថ្មីដែលមាននៅក្នុងខ្លួនរបស់មនុស្សម្នាក់ដោយបង្ហាញថាភាពជោគជ័យពិតប្រាកដគឺកើតចេញពីវិន័យតឹងរ៉ឹងការសម្របខ្លួនខ្ពស់និងគោលបំណងដ៏ច្បាស់លាស់ហើយវាមិនមែនការចេញត្រឹមតែពីការស្រមើស្រមៃរបស់យើងទេMany of the moves I knew through sheer repetition. I'd climbed El Cap maybe 50 times over the previous decade with a rope.
But this photo shows my preferred method of rehearsing the moves. I'm on the summit, about to rappel down the face with over 1,000 feet of rope to spend the day practicing by myself. Once I found sequences that felt secure and repeatable, I had to memorize them. I had to make sure that they were so deeply ingrained within me that there was no time that I wanted, and it felt like mastery. Thank you.